ទឹកដីរបស់កម្ពុជាមានការការពារដោយច្បាប់អន្តរជាតិនិងគ្មានអ្នកណាអាចរំលោភបំពានបានឡើយឯកឧត្តមប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថាទឹកដីរបស់កម្ពុជាមានមូលដ្ឋានច្បាស់លាស់និងរឹងមាំដែលការពារដោយច្បាប់អន្តរជាតិនិងគ្មានអ្នកណាអាចរំលោភបំពានបានឡើយថ្លែងនៅក្នុងផ្សាយនិស្សិតសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពការវិវត្តស្ថានភាពរវាងកម្ពុជាថៃនាថ្ងៃទី5ខែមករាឆ្នាំ2026អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថាកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនដោយប្រើប្រាស់កម្លាំងយោធាឡើយកម្ពុជាគោរពខ្សែព្រំដែនកម្ពុជាថៃអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិនស៊ីមស្របតាមគោលការណ៍អន្តរជាតិនិងឯកសារនិងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់បង្ហាញយ៉ាងច្បាស់អំពីការរំលោភអធិបតេយ្យភាពជាតិបូរណភាពទឹកដីកម្ពុជាខណៈដែលការវាយកំទេចផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិកាន់តែអាក្រក់ជាងនេះទៅទៀតភស្តុតាងបានបង្ហាញថាយោធាថៃបានប្រព្រឹត្តល្មើសលួចប្លន់ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហ៊ុំព័ទ្ធដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាននិងត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ The Royal Government of Cambodia continue to protest strongly against the ongoing presence and illegal occupation by Thai military forces in certain areas of Cambodia legitimate territory along the border. The Thai military occupation is an unlawful act with on basic under the international law. The continued presence and occupation through street and the use of force by Thai side are entirely contrary of fundamental and irrefutable principle of international law. គួរបញ្ជាក់ផងដែរថាទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដោយក៏សកម្មភាពរបស់យោធាថៃបានបង្ហាញយ៉ាងច្បាស់ពីការមិនគោរពពាក្យសន្យាដោយបានប្រើគ្រឿងចាក់កំទេចផ្ទះសម្បែងពលរដ្ឋរៀបដល់ដីនិងរៀបចំបោះបង្គោលបន្លាលួសព្រមទាំងដាក់ទូកុងតឺន័រធ្វើជាបន្ទាយការពារផងដែរ